នេះនៅក្នុងបជាដកនេះមួយទៀតឈ្មោះថារាជោវាទជាដករាជោវាទរាជោរាជៈនិងឱវាទណាចឹងរាជោវាទឱវាទរបស់ស្ដេចណាក្នុងកាលនោះព្រះអង្គគង់នៅវត្តចេតពុនណាអង្គនៅវត្តចេតពុនព្រះអង្គទ្រង់ប្រពឱវាទរាជាដៃពធណាមានថ្ងៃមួយហ្នឹងប្របាទបសេនតិកោសលហ្នឹងលោកវិនិច្ឆ័យក្តីមួយដោយសារថារឿងក្តីហ្នឹងវាអត់ល្អពួកអ្នកកាត់ក្តីហ្នឹងកាត់វាមិនត្រូវកាត់មិនត្រូវទៅកើតរឿងបានព្រះជាហ្នឹងតែកាត់ខ្លួនឯងទៅដោះស្រាយបញ្ហាកាត់ក្តីខុសហ្នឹងណាចឹងទៅក៏ដោះស្រាយបានចឹងទៅត្រឹមសោយក្រយាហាពេលព្រឹកហើយក៏មិនតាន់បានអីសម្រាប់អីទេឡើងរាជរថសម្ដៅទៅកាន់វត្តចេតពុនទៅដល់ថ្វាយគុំព្រះអង្គបញ្ញាទៅជួបព្រះអង្គទៅថ្វាយគុំទៀបបាតមូលណាទៀបបាតមូលរបស់ព្រះអង្គហើយប្របាទរបស់ព្រះអង្គស្អាតដូចផ្កាឈូកកំពុងរីកចឹងណាដែលផ្កាឈូកស្អាតដើម្បីចឹងទៅប្របាទព្រះអង្គនឹងដូចផ្កាឈូកចឹងស្អាតស្រស់ហ្នឹងឃើញទៅចង់ប្រប៉ះមកចឹងណាដូចថាបាតជើងកូនក្មេងទៅក៏ហមហ្នឹងណាហមបាទព្រះអង្គដូចផ្កាឈូកចឹងស្អាតខ្នងប្របាទនិងបាទប្របាទហ្នឹងគឺដូចគ្នាចឹងមិនខុសគ្នាទេហ្នឹងហើយទៅថ្វាយអង្គមព្រះអង្គចឹងទៅក៏គង់ប្រថាប់នៅក្នុងទីចំណែកមួយខាងចឹងទៅបានព្រះសម្មាសម្ពុទ្ធព្រះអង្គធ្វើបដិសន្ធារៈនឹងប្របាទបសេនតិកោសលនេះដាលអីហើយព្រះអង្គក៏ទ្រង់ត្រាស់សួរថ្វាយពពមហាបពិតព្រះអង្គយាងមកពីទីណាទាំងកណ្ដាលថ្ងៃត្រង់អញ្ចឹងមកពីណាហើយប្របាទបសេនតិកោសលក៏បានទូលថ្វាយព្រះអង្គថាបពិតព្រះអង្គដល់ចម្រើនហើយនេះខ្ញុំព្រះអង្គបានវិនិច្ឆ័យរឿងក្តីមួយដែលគេវិនិច្ឆ័យមកមិនបានល្អទេមិនមានឱកាសឥឡូវនេះពិចារណាក្តីនឹងហើយបានត្រឹមត្រូវស្រេចហើយបរិភោគអាហារមានដៃប្រឡាក់តើនឹងស្ងួតផងក៏មកជួបព្រះអង្គមកគាល់ព្រះអង្គបានព្រះបរមសាស្តាព្រះសម្មាសម្ពុទ្ធព្រះអង្គក៏ទ្រង់ត្រាស់ថាមហាបពិតធម្មតាការវិនិច្ឆ័យក្តីដោយត្រឹមត្រូវតាមគន្លងធម៌ជាការល្អជាផ្លូវសួរពិតណាការវិនិច្ឆ័យក្តីប្រកបដោយធម៌តាមគន្លងធម៌គឺជាផ្លូវទៅកាន់ស្ថានសួគ៌ដោយពិតការដែលមហាបពិតបានឱវាទអំពីសំណាក់បុគ្គលជាសព្វញ្ញូដូចជាតថាគតនេះហើយទ្រង់វិនិច្ឆ័យក្តីត្រឹមត្រូវតាមគន្លងធម៌នេះមិនជាអស្ចារ្យទេមិនជាអស្ចារ្យឡើយការដែលបរិជាទាំងឡាយក្នុងការមុនទ្រង់ស្ដាប់ឱវាទរបស់បណ្ឌិតដែលមិនមែនជាសព្វញ្ញូផងហើយវិនិច្ឆ័យក្តីដោយត្រឹមត្រូវតាមគន្លងធម៌វាចាអកតេគាត់អកតេទេអកតេនឹងស្អីគេណាយត់ញោមអកតេនឹងមិនណាដំណើរមិនល្អអញ្ចឹងណាតែយើងនិយាយឲ្យងាយស្ដាប់មកថាលំអៀងអញ្ចឹងណាអៀងដូចថាជនអកតេមួយចំនួនណាអញ្ចឹងគេថាជនហ្នឹងជនលំអៀងវិនិច្ឆ័យមិនបានត្រឹមត្រូវទេវិនិច្ឆ័យទាំងលំអៀងហើយបើវិនិច្ឆ័យទាំងលំអៀងអញ្ចឹងយកជាការកើតទេអត់ទេអត់កើតទេអ
ចឹងគឺថាឲ្យវិនិច្ឆ័យក្តីនឹងឲ្យត្រូវតាមគន្លងធម៌វាចាអកតេ4យ៉ាងទីក្នុងព្រះសាសនានេះភិក្ខុណាដែលគេតែងតាំងឲ្យឡើងកាន់ការងារអីមួយយ៉ាងណាដូចផ្នែកខាងសេនាសនៈរៀបចំសេនាសនៈរៀបចំផតទេសធ្លាប់ឮផតទេសទេផតទេសហ្នឹងអ្នកចាត់ចែងផតអ្នកចែកផតចឹងណាហើយចៃវរៈធាជិកាអ្នកចែកចៃវរទាំងអស់ហ្នឹងភិក្ខុអង្គហ្នឹងគេរើសគេជ្រើសរើសមកគេជ្រើសរើសមកមិនមែនចេះតែរើសមកទេណាតែអង្គណាក៏ដោយក្នុងកណ្ដាលជំនុំសង្ឃចឹងទៅក្នុងកណ្ដាលជំនុំសង្ឃនឹងអង្គណាមួយដែលឆ្លៀសមិនគិតថាចាស់ភាសាឬខ្ចីភាសាទេឲ្យតែឆ្លៀសប្រតិពលហើយមិនមានអកតេ4ហ្នឹងលំអៀងព្រោះស្រឡាញ់លំអៀងព្រោះស្អប់លំអៀងព្រោះល្ងងលំអៀងព្រោះខ្លាចបើមាន4ហ្នឹងអត់ឲ្យកាន់ការងារទេទោះបីថាចាស់ភាសាឬក្មេងភាសាពេញកម្លាំងមិនក៏ដោយតែកាលណាមានអកតេ4ហ្នឹងមិនឲ្យកាន់ការងារចឹងទេឧទាហរណ៍ថាលោកផតទេសមួយអង្គកាន់ផតចឹងណាបើសិនជាលោកលំអៀងព្រោះស្រឡាញ់លោករបស់ល្អឲ្យណាគេឲ្យអ្នកស្រឡាញ់ហើយមិនល្អឲ្យណាគេឲ្យអ្នកស្អប់ទៅតែអត់ស្រឡាញ់ណែចុះបើសិនជាលំអៀងព្រោះស្អប់គិតយ៉ាងម៉េចតាក់នឹងឲ្យណានៃម្ដងណាគុំយូរហើយចឹងណានឹងលំអៀងព្រោះស្អប់ហើយលំអៀងព្រោះល្ងងអត់យល់ការងារអីសោះកាន់ការងារដែរអាហ្នឹងការងារនឹងប្រសើរទេអត់ទេឬក៏លំអៀងព្រោះខ្លាចអាធាននេះមើលទៅអត់ចាត់លោកទៅបន់ខ្លាចលោករករឿងអញ្ចឹងណាដែលថាប្រតិផតទេសហ្នឹងលោកខ្ចីភាសាឯងប៉ុន្តែគេមុនមកគេមុនថាខ្ញុំកណាមុនលោក4អង្គហើយលើដំណឹងមកថាសិទ្ធិនៅដងគេមុនលោក4អង្គអញ្ចឹងណាហើយវេនវាត្រូវដល់អង្គផ្សេងណាគេថាអត់ហ៊ានចាត់អង្គផ្សេងចាត់លោកធំទៅខ្លាចលោកខឹងអញ្ចឹងណាអាហ្នឹងលំអៀងព្រោះខ្លាចអាហ្នឹងមានគំនិតបែបហ្នឹងมันអាចកាន់ការងារក្នុងផតទេសឬក៏ក្នុងវត្តអីចឹងទៅអាហ្នឹងក្នុងសម័យព្រះអង្គគង់នៅណាអញ្ចឹងបានព្រះអង្គថាការវិនិច្ឆ័យក្តីត្រឹមត្រូវតាមកន្លងធម៌ត្រូវវាចាក់នៅអកតេ4យ៉ាងត្រូវបំពេញនៅទុសពិតរាជធម៌មិនឲ្យសាបសូន្យស្គាល់ទុសពិតរាជធម៌ទេណាធម៌ទាំង10របស់ព្រះរាជាណាធម៌ស្ដេចថាបរានបណ្ឌិតពីដើមលោកបំពេញនៅទុសពិតរាជធម៌មិនឲ្យសាបសូន្យសោយរាជសម្បត្តិដោយធម៌ស្គាល់ដោយធម៌ណាដោយធម៌ហ្នឹងល្អហើយមិនដោយធម៌មិនល្អទេហើយបំពេញផ្លូវទៅកាន់ស្ថានសួគ៌នេះជារឿងអស្ចារ្យពិតៗបានប្របាទបសេនតិកោសលហ្នឹងក៏ទូលអរតនីព្រះអង្គនាំរឿងនឹងមកព្រះអង្គអានឹងរឿងនឹងយ៉ាងម៉េចណាបានព្រះអង្គត្រាស់ថាក្នុងអតីតកាលបាទព្រហ្មទត្តសោយរាជសម្បត្តិនៅនគរពីណសីព្រះបរមពោធិសត្វបដិសន្ធិក្នុងគរនៃអកមហេសីរបស់ព្រះជាបាទព្រហ្មទត្តនឹងឯងហើយក៏តាំងគរនៅដោយល្អយ៉ាងទៅប្រសូតចាក់គរមេដាដោយសួស្ដីយ៉ាងទៅហើយក្នុងថ្ងៃថ្វាយព្រះនាមហ្នឹងគេក៏បានថ្វាយព្រះនាមពោះព្រះកុមារហ្នឹងថាព្រហ្មទត្តក៏
có mà rùm một tuột đang phải thằng bệnh vậy nhỉ đang đấy riêng lấy đi tịch thôi rùm một tuột nó phải rùm một tuột nữa định hà tê và tuột phải thằng bệnh phải chết ở cọ tê và tuột phải tê và đa và tiền tê và đa và tiền mua vào ru hết đó tê và đa và tiền rùm một tuột phải thá rùm và tiền màu chẳng phải tụi mình kia chùm nưa thà rùm nắng nè sàng lô để bà ca sạch lô ấy chẳng tới chẳng cái đặt chơi chết đặt mốt rùm một tòa nâng rùm một tòa của ma nâng miên chùm đây miên vây chùm ra là đòi lụm đạp tới bàn của chuồn đọc mùi và xá có để can là cô tất cả xì la riêng sơ là sát với chia cục vàng hai tự lọt một vĩnh sầm đai sơ là xa với chia nâng phải biệt đà bậy đà từ biệt đà bậy đà nâng còi màu với chân tới và óng và láng cường rì sầm bát và cọp đài thò thương vị này trai cái đây nâng cứ mình và cọp đại ạ cả tệ tệ vì cha ạ cả tệ buồn nâng bàn vị này trai cái đây họ hốt đó là tha và ông vị này trai cái đây nâng trong cái ca nghe từng tiếng phụ ma mình tray được bao của ông nó có lọ này tát hiên là na hiên khâu như thế của về chia lô trầm trời ắt miền ạ cả tệ chẳng phụ ma xem tiết cọ miền ắt miền ạ cả tệ đà có vị này traiประกอบ đại thọ đà hốt đó được ắt miền cái đây cao si sầm nốt sốt pan ấy có ắt miền ca sài to và có ắt miền này nhưng giờ mai ca đâu hết á to và giật để thò na ấy ắt đây lư so tiện nè để xa tha nè khó đằng khó nè tới đắng đằng trời mình đây lư tiện tha giật để thò thì cứ miền để tiện tha trầm trời hài chẳng tới rồi hốt đó là ớt miền Nam một đăng từ tiết đó là thà noam kia vừa là khai kho khai cho bạp từng kia chẳng tới vì ớt miền Nam một đăng đó tỏ vài tế rồi hốt đó là cắt cái đây nắng ớt miền nó nở bật phía chào mọi người đang chẳng vậy thà là cả nó bật phía chào vào đó ớt miền tiệt đây cô vợ ớt miền đẹp có đăng phó được bao từ ấy nâng trắng để chia nông sầm mai cả nông nó vừa đó hốt đó từ là cả nó ớt miền tiệt ban cụ ở ma đằng quỳ vì để chạy cái đây pin mà ngay ấy không ớt khơi na mau ớt khơi một cô na mau oi cắt cái đây ấy sao nè mà nè cao thực tế ớt đây là nó có tới bao bằng chào từ cái cô thì sát này dương đại chia bị chia nâng có trồng trẻ đi thà cả để anh trục trồng đi sầm bát đào thô mình miên nè một viên để chai cái đây mình miên nè một sai to và hay sửa la viên để chai cái đây nâng có trời cắt rồi trời bạt bằng chào từ tiên dân bên đi hạt mà anh cua bị nứt mơ tu luôn này mới vì mình cũng ho ấy khắc tiết ớt mà đầy chẳng có từ sợp xua kia tới ớt miên ná giấy tu bao phỏng ớt miên sao từ mạch xuân na thì phỏng cái tha và hai gì kia nó khla cho mà từ bài kia mình hiền giấy tu dớn á đó bụng tây đi ska bụng na này nó kia cái xa côn để côn dớn nó là tầm giang đại khơi miền tôi tê và hai gì kia nó khla anh nhái bài kia mình hiền po tu anh thì po là côn chăng chẳng miền là mà anh từ sớp phụ mình trai hàng cài phụ mình trai nó ok chẳng đây ớt miền na về cọ pi bỏng đây nè sọc nó cô đang vía tặng buôn năng tiết có ớt miền là ná này dây tốt là bó phải chia đài bỏng là ớt miền là na phụ tu bỏng tê miền tại lư bịa sạch xa bỏng dạng đi bỏng dạng đâu chẳng từ chẳng có thể lấy nè con nó người mình thì dây tu dương chẳng nghiền là nè chuyện là bọt
ទៅស៊ើបទៀតបានបកគោរីសម្បត្តិនឹងឲ្យពួកត្រីរាជការទៅព្រះអង្គមួយលើដោយនីសារថីនឹងធ្វើដំណើរចេញចាកអំពីនគរជាយាមទៅស៊ើបអ្នកស្រុករហូតដល់លជីដែរណោះហើយមិនបានជួបនរណាពោលទោសព្រះអង្គទៀតអត់មានណាពោលទោសអីរាជាអីមិនល្អមិនអត់អ្នកជនបទអ្នកអីនឹងអត់មានទាំងអស់យ៉ាងទៅព្រះអង្គក៏អត់មានអញ្ចឹងក៏ត្រឡប់មកកាន់នគរវិញមកនគរទៅវាមិនដល់ផ្លូវមួយផ្លូវលំផ្លូវហ្នឹងបានតែប្រទេសមួយទេបើសិនជាប្រទេសនឹងជួបគ្នាត្រូវតែមានមួយថយឬក៏រើប្រទេសហើយនិយាយពីក្នុងការនោះព្រះបាទកោសលពនាមពលិកៈមានពលិកៈហ្នឹងក៏គ្រប់គ្រងប្រកបដោយធម៌ដែរដើររកទោសដូចគ្នាដែរដឹកនាំប្រទេសនគរនឹងល្អចឹងទៅរហូតដល់អត់មានណានិយាយកំហុសខ្លួនឯងសោះមានតែគេសរសើរដឹងកំហុសទៅអាងកែគេនិយាយតែឯងវាខុសតាណាមិនល្អតាណាទៅវាអាងកែរកទៅវាអត់មានដែរចឹងក៏ចេះតែស៊ើពីត្រង់រហូតដល់ជនបទរហូតដល់អាជាដែនត្រឡប់ចុះត្រឡប់ឡើងវាបញ្ជុលគ្នាកន្លែងផ្លូវលំហ្នឹងផ្លូវចង្អៀតហ្នឹងមកជុំគ្នាទៅនឹងទៅផ្លូវប្រសពគ្នាដែលមិនអាចជៀសគ្នាបានដល់អញ្ចឹងទៅក្នុងការនោះសារថីរបស់ព្រះបាទពលិកៈនោះក៏បានពោលទៅកាន់សារថីរបស់ព្រះបាទពារាណសីណែសារថីចូលជិះចេញផ្លូវភ្លាមចេញផ្លូវនឹងភ្លាមសារថីខាងពារាណសីនោះគេថាណែអ្នកឯងជិះចេញផ្លូវនេះព្រះបាទព្រហ្មទត្តមហារាជព្រះអង្គគ្រប់គ្រងរាជសម្បត្តិនៅនគរពារាណសីកំពុងតែគង់ក្នុងរាជរដ្ឋចេញភ្លាមចេញផ្លូវនឹងភ្លាមហើយនៅខាងនោះគេពោលដែរទេអ្នកដល់ចម្រើនលើរថរបស់ខ្ញុំហ្នឹងក៏មានប្របាទមលៈមហារាជដែរនេះពលិកៈមហារាជដែរព្រះអង្គគ្រប់គ្រងក្នុងដែនកោសលព្រះអង្គគង់នៅក្នុងនឹងដែរអ្នកឯងជិះផ្លូវទឹកអាកាសដល់ព្រះរាជារបស់យើងទៅលើស្ដេចស្មើគ្នាអញ្ចឹងខាងណាជិះញាតិញោមលើវិរិណសីឬខាងកោសលដឹងដែរណាចឹងទៅសារថីរបស់រាជាពារាណសីក៏ត្រេះរិះសម្បីអ្នកដែលនៅអង្គុយក្នុងរថនេះក៏ជាព្រះរាជាដែរអញគួរធ្វើយ៉ាងណានោះបានល្អនឹកឃើញថាមានអបាយមួយសួរអំពីវ័យឲ្យរថរបស់ព្រះរាជាកំឡោះជិះចេញទុកឲ្យព្រះរាជាដែលចាស់ហ្នឹងនៅយោដល់សួររឿងវ័យទៅវ័យវាស្មើគ្នាជននោះស្មើគ្នាចែកក៏ដោយអត់មានណាលើសណាឥឡូវសួរដល់រាជសម្បត្តិដូចគ្នាទៀតសួរដល់កម្លាំងដូចគ្នាទៀតទ្រព្យមានប្រមាណដូចគ្នាទៀតយោះជាតិកូតតកូលប្រទេសស្មើគ្នាទាំងអស់យើងគិតតែមិនទៅចឹងនោះហើយតែចឹងទៅឥឡូវចេះសួររឿងការប្រព្រឹត្តវិញរឿងសិលតែប្រកក្តីប្រចាំថ្ងៃរាជារបស់អ្នកឯងនឹងប្រព្រឹត្តយ៉ាងម៉េចនឹងខាងព្រះរាជគេសួរទៅខាងប្របាទពលិកៈឯណោះខាងកោសលអញ្ចឹងសារថីរបស់ព្រះបាទពលិកៈនោះក៏បានប្រកាសអំពើដែលរាជារបស់ខ្លួននឹងបានថាព្រះបាទពលិកៈត្រមែងបោះនៅរបស់មមដល់បុគ្គលអ្នកមមឈ្នះនៅបុគ្គលទុនដោយកិរិយាទុនឈ្នះនៅសប្បុរសដោយអីឈ្នះនៅអំពើល្អដោយអីដោយអំពើល្អឈ្នះអំពើអាក្រក់ដោយអំពើអាក្រក់ដែរណារាជាខាងពលិកៈហ្នឹងណាហើយ
ឈ្នះអសប្បុរសដោយទង្វើអសប្បុរសដូចមានអ្នកខ្លះគាត់និយាយចេះខ្ញុំបើគេធ្វើល្អខ្ញុំល្អដែរអញ្ចឹងណាតែហ៊ានថាឲ្យខ្ញុំលេងវិញណាហ្នឹងចឹងអត់ដោយបរិជាពលិកៈអញ្ចឹងល្អដូចគ្នាទុនតែទៅរឹងដែរអញ្ចឹងណាបានទេអញ្ចឹងរាជារបស់យើងឈ្នះមនុស្សអសប្បុរសដោយអសប្បុរសដែររាជានេះមានសិលនិងអាចារៈប្រកបដូច្នេះមនីសារថីអ្នកចូលជិះចេញអំពីផ្លូវទៅចេញទៅរាជារបស់យើងអញ្ចឹងណាដឹងនៅយ៉ាងទៅបានសារថីរបស់បាទព្រានសីនឹងក៏បានពោលនឹងសារថីរបស់បាទពលិកៈថាអ្នកពោលដល់គុណនៃព្រះជារបស់អ្នកឬថាពិតមែនហើយចឹងទៅក៏បានពោលទៀតថាប្រសិនបើទាំងនេះជាគុណអំពើដែលជាទោសតើដូចម្ដេចសារថីហ្នឹងក៏បានពោលនេះជាទោសក៏ទៅតាមនោះទៅចោះប៉ុន្តែឥឡូវព្រះជារបស់អ្នកឯងហ្នឹងមានគុណដូចម្ដេចកិរិយាការប្រព្រឹត្តរបស់ព្រះជារបស់អ្នកឯងហ្នឹងពិតដូចម្ដេចបានសារថីរបស់ព្រះបាទព្រានសីក៏បានពោលថាបើដូច្នោះអ្នកឯងចូលស្ដាប់ណាព្រះជារបស់យើងចេះអកោធេនៈជីនេកោធាងអសាធុងសាធុនីជីនេកតរិយ៉ាងទានេអ្នកសច្ចេនីលេកវិតិណាងអេតាពិសោអយ៉ាងរាជាមគ្គាអុយោហិសារថេអូអញ្ចឹងសារថេទាំងគេពោលគាថាមកគាថានឹងដូចព្រះអង្គពោលអញ្ចឹងណាដូចគ្នាបានប្រែថាព្រះជាក៏បីឈ្នះបុគ្គលអ្នកក្រោតដោយសេចក្តីមិនក្រោតឈ្នះអសប្បុរសដោយសប្បុរសក៏បីឈ្នះបុគ្គលកំណាញ់ដោយការឲ្យទានក៏បីឈ្នះបុគ្គលនិយាយពាក្យកុហកដោយការនិយាយពាក្យពិតព្រះរាជានេះមានសិលនិងអាចារៈប្រកបដូច្នេះនាសារថីអ្នកចូលជិះអំពីផ្លូវនេះទៅតាក់ចឹងមកលើខាងណាត្រូវញាតិញោមណាខាងព្រានសីឬខាងកោសលខាងព្រានសីហ្នឹងក៏បាននៅផ្លូវចឹងទៅបានឡើយទៅគេខាងនោះគេរើផ្លូវទៅរើទេសទៅអីទៅចុះរាជាក៏ចុះមកហ្នឹងចុះទៅឲ្យផ្លូវហ្នឹងទៅកាន់រាជាបាទព្រានសីទៅហើយបាទព្រានសីហ្នឹងក៏បានប្រទានឱវាទដែរប្រទានឱវាទផ្សេងទៅព្រះអង្គក៏យាងទៅកាន់នគរវិញទៅពេញក៏នាំគ្នាបំពេញនៅបុណ្យកុសលរៀងខ្លួនទៅក៏ទៅតាមយថាកម្មរៀងខ្លួនទៅព្រះបរមសាស្តាបាននាំធម្មទេសនានឹងមកសម្ដែងដើម្បីប្រទានឱវាទដល់ព្រះបាទកោសលហើយក៏ទ្រង់ប្រជុំជាដកថាសារថីរបស់ព្រះបាទពលិកៈក្នុងការនោះបានមកជាមោគលានក្នុងការឥឡូវនេះហើយព្រះបាទពលិកៈក្នុងការនោះបានមកជាព្រះអានន្ទសារថីព្រះបាទពារាណសីបានមកជាព្រះសិរីបុត្ររីឯព្រះជាគឺតថាគតនេះឯងសូមអនុមោទនា